បងប្អូនដែលបានចូលរួមកម្មវិធីរបស់យើងមួយថ្ងៃពេញបងប្អូនដែលខ្លះមានអារម្មណ៍ថាអ្វីដែលទទួលបានចេញពីកម្មវិធីរបស់យើងលើសពីការវិនិយោគជាថវិកានៅក្នុងការចូលរួមបងប្អូនដែលខ្លះឯកភាព say yes ហើយបងប្អូនដែលខ្លះបន្ទាប់ពីចូលរួមកម្មវិធីរបស់យើងហើយមានអារម្មណ៍ថាកម្មវិធីនេះមានសារៈសំខាន់សម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារហើយពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើងបាទសូមជួយលើកដៃ say ថា yes អញ្ចឹងពេលដែលខ្ញុំចូលម្ដងហើយម្ដងទៀតខ្ញុំតែងតែរៀនសូត្របានថ្មីរហូតហើយនឹងជាពិសេសរៀនសូត្របានពីខ្លួនឯងដំបូងខ្ញុំលេង ball game ខ្ញុំអត់ខ្វល់ទេតែខ្ញុំរៀនមួយគឺក្នុង ball game គេឲ្យយើងចេះ negotiation ចេះចរចាចេះអីយ៉ាងទៅដល់ពេលឥឡូវខ្ញុំយល់ពីហ្នឹងខ្ញុំចេះចរចាមកលេងលើកនេះគឺសូមអាចលន់មែនតើនិយាយទៅការលេងខ្ញុំលេងច្រើនដងខ្លាំងណាស់ពេលដែលចូលរួមកម្មវិធី Cash Flow ហើយគឺយើងបានស្វែងយល់អំពីពាក្យថា passive income ពាក្យថាយើងរកស៊ីយើងអាចចូលហ៊ុនមួយគ្នាបានអញ្ចឹងថ្ងៃហ្នឹងខ្ញុំគេពីការ record ហើយនឹងរបៀបការស្វែងយល់ពីប្រភេទ deal មួយមុនធ្វើការសម្រេចចិត្ត Cash Flow វាប្រៀបដូចជាផែនទីមួយអញ្ចឹងបានថាការប្រើលុយកាក់របស់យើងនិងពេលវេលារបស់យើងគឺពិតជាសំខាន់នៅក្នុងជីវិតពិតចាបើសិនជាយើងធ្វើប្រហែលបន្តិចគឺយើងធ្លាក់ផ្លូវមកគឺមានថាយើងត្រូវមានវិន័យផ្ទាល់ខ្លួនក្នុងការសន្សំនិងការទុកដាក់ហើយនឹងការគ្រប់គ្រងទាំងចំណាយជាពិសេសជាការចំណាយហេតុផលដែលខ្ញុំចូលមកហើយចូលមកទៀតគឺសេរីភាពហិរញ្ញវត្ថុហើយអាចយកទៅអនុវត្តខ្លួនឯងបានបងរៀនបានបើឆ្លុះបញ្ចាំងពីជីវិតពិតបើសិនជាយើងចេះគ្រប់គ្រងលុយបានល្អទោះបីប្រាក់ខែតិចឬច្រើនក៏យើងអាច control នៅជីវិតរបស់យើងបានដែរអញ្ចឹងខ្ញុំប្រាប់លោកគូពិសិដ្ឋមុននឹងថាមកទីនេះគឺហួសពីការរំពឹងទុកត្រង់ថាយើងមិនមែនរៀនតែលុយតែយើងរៀនអំពីការគ្រប់គ្រងលុយជាពិសេសគឺការគ្រប់គ្រងអារម្មណ៍ខ្លួនឯងអ្វីដែលខ្ញុំផ្ដោតគឺការចុះបញ្ជីអញ្ចឹងខ្ញុំបូកមួយធ្វើម៉េចឲ្យច្បាស់ព្រោះការមុនកត់អត់ដែរត្រូវទេការលេង board game នេះល្អព្រោះពេលដែលយើងលេងពីមួយពេលទៅមួយពេលវាធ្វើឲ្យយើងមានអីប្លែកសម្រាប់យើងគិតថ្មីក្នុងការដែលយើងប្រើប្រាស់លុយកាក់របស់យើងវាដូចជាជីវិតយើងរាល់ថ្ងៃអញ្ចឹងពេលដែលយើងលេងហ្គេមនេះទៅយើងដឹងថាការសម្រេចចិត្តសំខាន់អ្វីដែលសំខាន់គឺយើងទទួលបាននៅចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការធ្វើអ្វីមួយដែលត្រឹមត្រូវពេលដែលយើងបានរៀននេះដូចគេវាយយើងបំពាត់ឲ្យភ្ញាក់ចឹងលើកនេះខ្ញុំយល់ដឹងបានច្រើនព្រោះអីខ្ញុំមិនចូលជាលើកទី1តែគ្រប់ពេលដែលខ្ញុំចូលតែតែមានអារម្មណ៍ថាគឺខ្ញុំរៀនបានលើ30 view រហូតអត់ទៅដែរអញ្ចឹងអ្នកដែលចូលដំបូងលើកទី1កុំតន់បោះបង់កុំតន់អស់សង្ឃឹមយើងបន្តទៅលើកទី2លើកទី3ទៀតដូចយើងរៀនជិះកង់អញ្ចឹងជិះម៉ូតូអញ្ចឹងបើកឡានអញ្ចឹងមិនមែនរៀនមួយថ្ងៃចេះ story មែនទេបងប្អូនបាទយើងអ្វីសំខាន់យើងក៏បោះបង់ជាពិសេសគឺចំណេះដឹងហិរញ្ញវត្ថុ